ស្រីបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះជួបជាមួយខ្ញុំម្ដងទៀតហើយខ្ញុំនឹងនាំបងប្អូនអរគ្នាទៅស្គាល់នៅរមណីយដ្ឋានមួយដែលមិនឆ្ងាយពីទីក្រុងភ្នំពេញរបស់យើងទេគឺមានឈ្មោះថារមណីយដ្ឋានវត្តគៀនស្វាយក្រៅបើនិយាយចំពីមុនគេហៅថារមណីយដ្ឋានវត្តគៀនស្វាយក្រៅតែឥឡូវគេហៅថាគៀនស្វាយក្រៅបងប្អូនអរគ្នាណាគៀនស្វាយក្រៅនេះជារមណីយដ្ឋានបែបធម្មជាតិហើយមានលក្ខណៈប្រជាប្រិយភាពមែនទែនតាំងពីសម័យមុនមកម្ល៉េះអញ្ចឹងសម័យមុនពេលសម័យណាបងប្អូនអរគ្នាបើសម្រាប់ខ្ញុំវិញដឹងថាតាំងពីសម័យប៉ារបស់ខ្ញុំសម័យប៉ាយើងណាចឹងសម័យនោះគឺតាមខ្ញុំធ្លាប់ឮគាត់និទានឬក៏និយាយប្រាប់គាត់ថាគាត់បានស្គាល់ក៏បានទៅលេងទៅចាក់ខ្ចៅលេងអញ្ចឹងណាអញ្ចឹងសម្រាប់រមណីយដ្ឋានគៀនស្វាយក្រៅនេះដូចអ្វីដែលបងប្អូនបានធ្លាប់ដឹងពីមុនអញ្ចឹងតែសម្រាប់បងប្អូនយើងដែលក៏មិនដែលដឹងពីមុនខ្ញុំសូមនិយាយត្រួសទីនេះបើនិយាយចំគឺគេមានកញ្ចុះឲ្យយើងអង្គុយលេងនៅមាត់ទឹកហើយសម្រាប់យើងពេលដែលយើងមកដំបងភ្លាមគឺយើងចតឡានចតម៉ូតូយើងទៅបន្តមកទៀតយើងចាប់ដើមចូលនៅក្នុងកន្លែងលក់ដូរដូចជាដើរក្នុងផ្សារអញ្ចឹងដើម្បីយើងទិញម្ហូបអាហារមានច្រើនបងប្អូនមានច្រើនមែនតើដូចជាបង្កងដុតខ្យងស្ងោរត្រីអាំងនិងផ្លែឈើស្រស់ៗដែលអ្នកស្រុកនៅទីនេះបេះពីចំការរបស់គាត់មកលក់អញ្ចឹងណារៀងរាល់ចុងសប្តាហ៍តែមានភ្ញៀវទេសចរក៏ដូចជាជាតិអន្តរជាតិរបស់យើងមកទីនេះមកលេងស្ទូចត្រីអង្គុយលេងភាសាគ្នាឬមួយក៏មកចាក់ខ្ចៅក៏ដូចជាមកញ៉ាំអីជុំគ្រួសារអញ្ចឹងណាគឺមានច្រើនហូរហែមែនតើឥឡូវខ្ញុំសូមនិយាយអំពីទីតាំងរមណីយដ្ឋានគៀនស្វាយក្រៅនេះឲ្យបងប្អូនអរគ្នាបានស្គាល់បន្តិចសម្រាប់បងប្អូនយើងដែលក៏អត់ដែរបានទៅណាអញ្ចឹងទីតាំងគៀនស្វាយក្រៅនេះគឺស្ថិតនៅក្នុងឃុំភូមិធំស្រុកគៀនស្វាយមានចម្ងាយប្រហែលជា17គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលនៅក្នុងខេត្តកណ្ដាលរបស់យើងនឹងឯងអញ្ចឹងមិនឆ្ងាយទេគឺយើងបកទៅបកមកបានមិនចាំបាច់ដេកផ្លូវទេហើយកន្លែងនេះគឺជាបែបរមណីយដ្ឋានដែលមានអាយុកាលយូរហើយទៅទៀតរីឯតម្លៃលក់ដូរនៅទីនេះវិញបងប្អូនអរគ្នាគឺមានតម្លៃសមរម្យទេមន់មួយម៉ានមន់បងចានេះម៉ានចាមន់មួយម៉ានមន់ស្រែ40000ណាទៅ38អានេះតែ23000មិនsaoតែអានេះកំងចូល15000ទេអានេះមួយម៉ានមិញហ្នឹងអាធំ40000ណាទៅ38អាធំ38ទៅ38អូនេះលោកកាត់45000ខ្ញុំជឿកាត់ថ្លៃអានេះមន់ស្រែបងស្រែមានស្រែសងណៃ1200000មកទៅមិនសោះកាត់មើលនេះសង200000យកអាធំមកទូយកយកទូខ្ញុំវិញចឹងបាទហ្នឹងអាទូចបាទហើយអានេះគេកែបអត់ស្អប់ទេខ្ញុំយកមន់សិនចឹងចាំរកខ្យងវិញទៅថៃថៃសិនចានេះមកស្ទៀម៉ាន23000អូនយកតែ22000មកដេញ2000អូន20000កូនទៅ7យក6មាន7មាន6ហ៎ចា7ធំ6យកតាអូខេអូនមើលយកមកគាត់អូននេះកណ្ដាលលក់មិនទេនឹង20000មកទីយកមួយដែរយក7យក6មាន7មាន6ចង់បានមួយណាអា7រៀងទូចអា6រៀងធំហេហើយបាយយក3ចាប់ហ៎9 3បានហើយឲ្យបាយ3ចាប់ហ្មងនៅទីនេះនៅពេលដែលយើងទិញម្ហូបអាហារដែលយើងចង់ហូបហើយគឺយើងត្រូវដើរទៅរកកញ្ចុះអញ្ចឹងដើរទៅរកកញ្ចុះហ្នឹងគឺគេមានខាងលើនិងមានខាងក្រោមខាងលើគឺជាកន្លែងដែលយើងអង្គុយញ៉ាំអីមើលទេសភាពខ្ពស់មើលឃើញឆ្ងាយអញ្ចឹងបងប្អូនអរគ្នាបើសិនជាបងប្អូនអរគ្នាបានមកលេងបើសិនជាអាចជិះទូកជិះអីក៏ល្អប្រសើរដែរគឺការជិះទូកជិះអីនេះគឺដូចជាយើងបានជួយទៅដល់មានបច្ចុប្បន្នច្រើនអញ្ចឹងទៅដែលគាត់មានទូកហើយធ្វើការជួលឲ្យយើងជិះលេងអញ្ចឹងណាក៏ដូចជាការជួយឲ្យគាត់ទាំងអស់គ្នាមានគេហៅថាមានចំណូលនៅក្នុងជីវភាពរបស់គាត់ជួយឲ្យគាត់កាន់តែល្អប្រសើរជាងដូចគ្នាហើយទីនេះគឺស្អាតបងប្អូនណាគឺការទុកដាក់សម្រាមនេះគឺអែមមែនតើចឹងសម្រាប់បងប្អូនដែលគាត់សៅរ៍អាទិត្យឬក៏បុណ្យទានចង់មកអង្គុយលេងលក្ខណៈគ្រួសារគេចោះមានមួយម៉ានដែរអូនអាមុខឡើយណាអូនអូខេក៏ដូចជាមកលេងដើម្បីលំហែអារម្មណ៍បាទគឺអាចជ្រើសរើសយកទីតាំងដែលនៅជិតទីក្រុងភ្នំពេញរបស់យើងបានណាបាត់ចាំបាច់ទៅឆ្ងាយទេអញ្ចឹងសម្រាប់វីដេអូនេះគឺអត់មានអីទេមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាបងប្អូនអរគ្នាអាចនឹងឆ្លៀតឱកាសក៏ដូចជាថ្ងៃជប់សម្រាប់អញ្ចឹងអាចឆ្លៀតទៅលេងដើម្បីចូលរួមនៅក្នុងវិស័យទេសចររបស់ខ្មែរយើងឲ្យកាន់តែល្អប្រសើរហើយធ្វើការផ្សព្វផ្សាយបន្តទៀតបងប្អូនអរគ្នាណាយើងធ្វើការផ្សព្វផ្សាយអំពីប្រទេសយើងដើម្បីឲ្យអ្នកដទៃគាត់បានឃើញគាត់បានចែករំលែកបន្តដើម្បីឲ្យការ
ដែលនៅក្នុងប្រទេសរបស់យើងហ្នឹងគឺមានវិស័យទេសចរណ៍ហ្នឹងគឺកាន់តែល្អប្រសើរទៅអញ្ចឹងសម្រាប់ខ្ញុំសុកលៀបសូមអរគុណសូមជម្រាបលាខ្ញុំនឹងធ្វើវីដេអូក្រោយៗទៀតពាក់ព័ន្ធជាមួយនឹងរមណីយដ្ឋានផ្សេងៗដែលខ្ញុំបានទៅដល់បាយបាយ